រឿងអ្នកមានរក្សាខ្សត់មានកូនចាប់មួយក្បាលទៅនឹងធំពេញវ័យហើយក៏ចាប់ផ្ដើមរៀបចំធ្វើសម្បុករបស់ខ្លួនជាលើកដំបូងពេលនោះវាប្រទះឃើញដើមឈើមួយយ៉ាងធំដែលមានវល្លិបន្លារុំព័ទ្ធនៅនឹងគល់របស់វាចាប់នឹកឆ្ងល់ក៏ចោះទៅសួរដើមវល្លិបន្លានោះថាសួស្ដីបងបន្លាហេតុដូចម្ដេចបានជាបងមកនៅតែនឹងគល់ដូច្នេះហេតុអ្វីបានជាបងមិនវាឡើងទៅលើដើម្បីឲ្យមានពន្លឺគ្រប់គ្រាន់នឹងគេទៅដើមបន្លាក៏ឆ្លើយតបទៅវិញថាកន្លែងដែលមានពន្លឺថ្ងៃនោះវាពិតជាល្អមែនហើយតែកម្ដៅថ្ងៃដែលក្ដៅខ្លាំងពេកវាក៏អាចធ្វើឲ្យស្វិតរួញឬឆេះខ្លោចទៅវិញទេហេតុនេះការនៅក្រោមម្លប់ទើបជាទីកន្លែងដ៏សុខសាន្តបំផុតសម្រាប់ខ្ញុំពេលបានទទួលចម្លើយដូច្នេះសត្វចាបក៏ហើរទៅទុំនៅលើមែករបស់ដើមឈើធំមួយនោះវិញរួចក៏សួរដើមឈើនោះថាលោកជាដើមឈើដ៏ធំខ្ពង់ខ្ពស់មួយតើលោកធ្លាប់ធុញទ្រាន់នឹងដើមបន្លាដែលមកជ្រកក្រោមម្លប់របស់លោកដែរឬទេលើដូច្នោះដើមឈើធំក៏ឆ្លើយមកវិញថាអត់ទេកូនចាបការដែលមានបន្លាមករុំព័ទ្ធជុំវិញគល់របស់យើងនេះវាជារឿងល្អទៅវិញទេព្រោះមិនត្រឹមតែជួយការពារមិនឲ្យសត្វដទៃវាមកស៊ីបំផ្លាញឫសរបស់យើងប៉ុណ្ណោះទេវាក៏ជួយការពារកុំឲ្យមនុស្សមកកាប់រំលើងដើមរបស់យើងយកទៅធ្វើផ្ទះសម្បែងទៀតផងរឿងនេះបានបង្ហាញឲ្យយើងដឹងថាអ្វីត្បិតតែអ្នកតូចត្រូវពឹងពាក់លើអ្នកធំតែអ្នកធំក៏ត្រូវពឹងពាក់លើអ្នកតូចអំពីរឿងខ្លះៗផងដែរ